ដោយសារចំណុចទាំងអស់នេះហើយខ្ញុំបានត្រឡប់មកវិញខ្ញុំបានធ្វើវីដេអូមួយហើយសូមអរគុណបងប្អូនទាំងអស់គ្នាជួយ comment ជួយ share ច្រើនមែនទែនហើយរឿងនេះបានលើទៅដល់អាយដាមបកនាយករដ្ឋមន្ត្រី40អាល់សូមគោរពថ្លែងអំណរគុណដល់អាយដាមបកនាយករដ្ឋមន្ត្រីដែលចេញបញ្ជាឲ្យចាត់ការរឿងនេះនៅថ្ងៃទី6ខែមករាឆ្នាំ2026ហើយក៏សូមថ្លែងអំណរគុណដល់អាយដាមប៉ែនរដ្ឋលេខាធិការអាយដាមបានជួយចាត់ការរឿងនេះរយៈពេល7ខែហើយម្ដងថ្ងៃនេះគឺអាយដាមបានជួយច្រើនមែនទែនហើយខ្ញុំក៏បានធ្លាប់ឡើងទៅក្រសួងផ្ទាល់ជួបជាមួយអាយដាមក៏បានរៀបរាប់អំពីសាច់រឿងទាំងអស់នេះរួចរាល់ហើយដែរហើយក៏សូមថ្លែងអំណរគុណដល់អាយដាមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដល់បងសាន់យូអភិបាលរងខេត្តកំពង់ឆ្នាំងដល់បងអភិបាលស្រុកទឹកផុសបាទដែលបានអញ្ជើញចុះមកដោះស្រាយដោយផ្ទាល់នៅសាលាឃុំតែម្ដងបាទក៏ប៉ុន្តែបញ្ហាដែលយើងបានជួបប្រទះនៅពេលនេះគឺនៅពេលដែលអាយដាមអភិបាលខេត្តចុះមកផ្ទាល់ថ្នាក់ដឹកនាំក្រសួងបាទដោះស្រាយផ្ទាល់គឺហៅម្ចាស់ដីដើម2នាក់ហ្នឹងមកឆ្លើយភ្លឺគាត់អត់ថោឆ្លើយបាទហើយឲ្យមេធាវីហ្នឹងមកជំនួសវិញហើយមេធាវីនឹងគាត់មកនិយាយរឿងអីគេហើយអ្នកណាគេជួលមេធាវីហ្នឹងគាត់មានលុយណាជួលមេធាវីគាត់និយាយប្រាប់ខ្ញុំថាគាត់ទៅបង់ធនាគារមួយខែ$500នៅជាពាក់គេនោះគាត់មានលទ្ធភាពណាទៅជួលមេធាវីបាទហើយបើគាត់មិនមែនអ្នកជួលអានេះខ្ញុំគិតទេណាបាទហើយបើគាត់មិនមែនជាអ្នកជួលទេថាតើមេធាវីហ្នឹងគឺនឹងការពារប្រយោជន៍របស់គាត់ឬមួយក៏ការពារប្រយោជន៍អ្នកជួលមេធាវីហ្នឹងឲ្យគាត់បាទនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់និយាយបាទ